យុទ្ធសាស្ត្រកណ្ដាប់ដៃដែងលោកត្រាំពិចារណាគ្រប់គ្រងកោះខាងដើម្បីបង្ខំឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញពិភពលោកកំពុងតាមដានយ៉ាងដិតដល់នៅការវិវត្តចុងក្រោយនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីមានសេចក្តីរាយការណ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិចារណាលើជម្រើសយោធាដ៏ស្រួចស្រាលបំផុតមួយគឺការចូលគ្រប់គ្រងឬបាត់ខ្ទប់កោះខាងដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់តាមការចេញផ្សាយរបស់សារព័ត៌មាន Axios កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ចំនួន4រូបដែលដឹងពីកិច្ចការផ្ទៃក្នុងបានឲ្យដឹងថាផែនការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសម្ពាធអតិបរមា 2.0 ដើម្បីបង្ខំឲ្យទីក្រុងតេហ៍រ៉ង់បញ្ឈប់ការរំខានដល់នាវាចរអន្តរជាតិនិងបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់កោះខាងមិនមែនគ្រាន់តែជាកោះធម្មតានោះទេប៉ុន្តែវាគឺជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ដែលទទួលបន្ទុកលើការនាំចេញប្រេងឆៅរបស់ប្រទេសនេះរហូតដល់ទៅជាង 90% ការដែលលោកត្រាំយកកោះនេះមកធ្វើជាគោលដៅនៃការចរចាឬការវាយប្រហារគឺជាការវាយចំចំណុចខ្សោយបំផុតរបស់អ៊ីរ៉ង់យោងតាមប្រភពពី Axios លោកត្រាំបានផ្ញើសារព្រមានយ៉ាងច្បាស់ទៅកាន់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ថាប្រសិនបើការវាយប្រហារលើនាវាដឹកជញ្ជូននៅច្រកសមុទ្រ Hormuz មិនត្រូវបានបញ្ឈប់ទេនោះហេដ្ឋារចនាសម្ព័ន្ធប្រេងនៅលើកោះខាងនឹងត្រូវខ្ទេចខ្ទីជាមិនខាននេះគឺជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការទប់ស្កាត់មកជាការវាយលុកផ្ទាល់លើទ្រព្យសម្បត្តិរដ្ឋមុននឹងឈានដល់ការពិចារណាគ្រប់គ្រងកោះទាំងស្រុងកងកម្លាំងសហរដ្ឋអាមេរិកបានបង្ហាញពីសមត្ថភាពរបស់ខ្លួនរួចជាស្រេចកាលពីសប្តាហ៍មុនកាលពីថ្ងៃទី14មីនាឆ្នាំ2026ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកដែលហៅថា CENTCOM បានបញ្ជាក់ថាខ្លួនបានបើកការវាយប្រហារតាមអាកាសយ៉ាងជាក់លាក់លើគោលដៅយោធាចំនួន90កន្លែងលើកោះខាងអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងប្រតិបត្តិការនោះគឺភាពប្រុងប្រយ័ត្នខ្ពស់យោធាអាមេរិកបានបំផ្លាញតែឃ្លាំងស្តុកមីនក្នុងទឹកលានដ្ឋានមីស៊ីលនិងទីតាំងរ៉ាដាប៉ុណ្ណោះដោយមិនទាន់ប៉ះពាល់ដល់ប៉មបូមប្រេងឬធុងស្តុកប្រេងនៅឡើយទេនេះគឺជាសញ្ញាព្រមានថាយើងអាចកំទេចការការពាររបស់អ្នកបានគ្រប់ពេលហើយជំហានបន្ទាប់គឺសេដ្ឋកិច្ចរបស់អ្នកច្រកសមុទ្រ Hormuz គឺជាសរសៃឈាមដែលផ្ទុកប្រេងប្រហែល 20% នៃតម្រូវការប្រើប្រាស់សកលជារៀងរាល់ថ្ងៃការបិទច្រកនេះឬការបង្កអសន្តិសុខតាមរយៈការដាក់មីនក្រោមទឹកដោយកងទ័ពអ៊ីរ៉ង់បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់និងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសជាច្រើនសម្រាប់លោកត្រាំការរក្សាបាននៅលំហូរប្រេងសេរីគឺជាអាទិភាពខ្ពស់បំផុតសម្រាប់សន្តិសុខជាតិអាមេរិកនិងស្ថិរភាពសេដ្ឋកិច្ចមុនការបោះឆ្នោតឬការរៀបចំគោលនយោបាយក្នុងស្រុកការគំរាមកំហែងកោះខាងគឺជាការដាក់ឧស្សាហ៍វានថាអ៊ីរ៉ង់មិនអាចយកច្រកសមុទ្រអន្តរជាតិធ្វើជាចំណាត់ខ្មាំងបានទៀតឡើយប្រសិនបើសហរដ្ឋអាមេរិកពិតជាឈានទៅដល់ការគ្រប់គ្រងកោះខាងមាននោះពិភពលោកនឹងប្រឈមមុខនឹងស្ថានភាពពីរយ៉ាងគឺកម្រិតសន្តិសុខអាចឈានទៅដល់សង្គ្រាមទ្រង់ទ្រាយធំប្រសិនបើអ៊ីរ៉ង់សម្រេចចាត់វាយបកតាមរយៈកម្លាំងប្រូស៊ីនៅលីបង់យេម៉ែនឬនៅអ៊ីរ៉ាក់និងកម្រិតសេដ្ឋកិច្ចតម្លៃប្រេងអាចនឹងឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលខ្លីប៉ុន្តែវានឹងអាចមានស្ថិរភាពវិញប្រសិនបើសហរដ្ឋអាមេរិកអាចធានាបាននៅការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយជោគជ័យក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយយល់ឃើញថានេះគឺជាល្បែងស៊ីសងដ៏គ្រោះថ្នាក់បំផុតប៉ុន្តែសម្រាប់រដ្ឋបាលលោកត្រាំពួកគេជឿជាក់ថាមានតែកម្លាំងបាយប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាដែលអូសបន្លាយជាច្រើនទសវត្សរ៍ជាមួយទីក្រុងតេហ៍រ៉ង់ជារួមស្ថានភាពនៅពេលនេះបានបង្ហាញថាតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមថ្មីមួយទៀតការពិចារណាគ្រប់គ្រងកោះខាងមិនមែនគ្រាន់តែជាការគម្រាមកំហែងតាមសម្ដីនោះទេប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយសកម្មភាពយោធារួចជាស្រេចកាលពីថ្ងៃទី14